ទីមេត្រីនៅព្រឹកនេះខ្ញុំបានបានពុទ្ធភាពនៅក្រុមការងារអ្នករាយការណ៍វិស័យនៅមានវត្តមាននៅវត្តស្ទឹងមានជ័យដែលដោយបងប្អូនបានដឹងហើយថាវត្តស្ទឹងមានជ័យកំពុងតែមានវត្តមានជនរងគ្រោះចំនួនដៃទីដែលជាអតីតយោធិនពិការនិងយោធិនកាត់ផ្សាយដែលមកពីខេត្តបន្ទាយមានជ័យហើយនៅពេលនេះគឺពួកគាត់ស្ថិតនៅក្នុងការតវ៉ាដដែលហើយការស្នាក់នៅវត្តស្ទឹងមានជ័យនេះមិនតាន់បានទទួលដំណោះស្រាយយ៉ាងណានោះទេហើយយើងឃើញថាពីម្សិលមិញនេះឃើញថាតំណាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយនឹងតំណាងរបស់សាលាខេត្តបន្ទាយមានជ័យគឺលោកអភិបាលរងបានចុះមកសម្របសម្រួលក៏ប៉ុន្តែការសម្របសម្រួលដែលគេមើលឃើញថាជារូបភាពជាក្រៅដើម្បីចុះដោះស្រាយនោះគឺមិនបានផ្ដល់ដំណោះស្រាយជាក់លាក់ណាមួយនោះទេគឺពួកគាត់មកលួងលោមឲ្យប្រជាប្រដ្ឋទៅវិញខេត្តដូច្នេះហើយគឺថាប្រជាប្រដ្ឋនៅប្រសង់មានការប្រតិកម្មយ៉ាងខ្លាំងគាត់នៅខាងក្រោយនោះហើយក៏ប៉ុន្តែនៅព្រឹកនេះយើងទទួលដំណឹងថាបន្តិចទៀតនេះលោកអភិបាលខេត្តបន្ទាយមានជ័យនឹងចុះមកដោះស្រាយម្ដងទៀតដូច្នេះនៅព្រឹកនេះមនុស្សជាច្រើនគេសង្ឃឹមថានឹងមានដំណោះស្រាយជាក់លាក់ប្រសើរជាងពីម្សិលមិញហើយខ្ញុំបាទប៉ែនពុទ្ធភានិងក្រុមការងារនៅតែបន្តធ្វើសេចក្តីរាយការណ៍ជូនបងប្អូនទាក់ទងនឹងព្រឹត្តិការណ៍នៅព្រឹកនេះហើយដូច្នេះហើយជាបន្តទៀតនេះសូមបងប្អូនទស្សនាទស្សនវិជ្ជានៃការចុះមកដោះស្រាយបន្តិចទៀតនេះរបស់លោកអភិបាលរងក៏ដូចជាតំណាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលមកជួបជនរងគ្រោះមកពីខេត្តបន្ទាយមានជ័យដែលជាអតីតយោធិនពិការនិងយោធិនកាត់បន្សាយនៅពេលនេះដូចតទៅបើសូមអញ្ជើញ